ជំរាបសួរលោកគ្រូអ្នកគ្រូនឹងមករុំសាលារៀនទាំងអស់គ្នាខ្ញុំម៉ែមីថាមុខចន្ទរាជាសិស្សមកពីថ្នាក់ទី4ខរៀននៅសាលារៀនបញ្ញាជនកម្ពុជាទីតាំងក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ថ្ងៃនេះខ្ញុំមកអានដំណានមួយដែលដកស្រង់ចេញពីសៀវភៅប៉ុបភាសាខ្មែរថ្នាក់ទី4ដែលមានចំណងជើងថាកល្យានមិត្តនៅសាលារៀនខ្ញុំមានមិត្តភក្តិច្រើនណាស់យើងស្រឡាញ់រាប់រកគ្នាបីដូចបងប្អូនរួមឧតមិត្តខ្ញុំគឺជាមិត្តល្អគួរឲ្យមានទំនុកចិត្តនិងការកក់ក្ដៅមិត្តល្អមានសន្តានចិត្តស្មោះសរបរិសុទ្ធឥតលាក់លៀមឥតបុតត្បុតយើងលើកសរសើរមិត្តដែលបានប្រព្រឹត្តល្អហើយពន្យល់ណែនាំមិត្តខ្លះដែលប្រព្រឹត្តខុសឆ្គងឲ្យមានចរិតចរិយាត្រឹមត្រូវអនុវត្តតាមការទូន្មានព្រានប្រដៅរបស់លោកគ្រូគ្រប់កាលៈទេសៈមិត្តល្អតែងជួយធុរៈគ្នាជួយឧបត្ថម្ភគ្នាឲ្យមានសេចក្តីសុខក្សេមក្សាន្តយើងមិនដែលបោះបង់គ្នានៅគ្រាអាសន្នឡើយមិត្តល្អគឺជាកល្យានមិត្តដូច្នេះយើងយល់ថាកុលបុត្រកុលធីតាត្រូវពិនិត្យពិចារណាឲ្យបានច្បាស់លាស់មុននឹងចងស្ពានមេត្រីនឹងជនណាម្នាក់ពុទ្ធភាសិតមួយបានពោលថាត្រូវរាប់រកបុគ្គលល្អប្រកបដោយសប្បុរសធម៌ដ៏ឧត្តមដែលមានលក្ខណៈគឺជាកល្យានមិត្តខ្ញុំសូមអរគុណអ៊ំពូមីងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដាននៅការអានអត្ថបទរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំសូមអរគុណនិងសូមជម្រាបលា